រឿងចាប់តូចនិងដើមពោតចាស់កាលពីព្រេងនាយនៅភូមិតូចមួយក្បែរវាលស្រែធំមានដើមពោតចាស់មួយដុះនៅមាត់ស្ទឹងដើមពោតនោះធំសម្បើមមានម្លប់ត្រជាក់ហើយអ្នកភូមិតែងហៅថាពោតអ្នកតាព្រោះគេជឿថាវាជាដើមឈើស័ក្តិសិទ្ធិការពារអ្នកដំណើរនិងសត្វតូចធំទាំងឡាយនៅលើម៉ែកខ្ពស់នៃដើមពោតមានកូនចាប់តូចមួយរស់នៅតែម្នាក់ឯងវាជាចាប់កំព្រាម្ដាយឪពុកត្រូវខ្យល់ព្យុះបោកបក់បាត់តាំងពីវានៅតូចរាល់ថ្ងៃវាតែងហោះរកគ្រាប់ស្រូវតាមវាលស្រែហើយត្រឡប់មកសម្រាកក្រោមម្លប់ដើមពោតថ្ងៃមួយរដូវប្រាំងមកដល់ទឹកស្ទឹងរីងស្រែស្ងួតហើយសត្វទាំងឡាយរកអាហារលំបាកកូនចាប់តូចហោះពេញមួយថ្ងៃក៏រកបានតែគ្រាប់ស្រូវបន្តិចបន្តួចប៉ុណ្ណោះវាអង្គុយស្រងូតស្រងាត់លើមែកឈើហើយនិយាយថាឲ្យជីវិតតូចរបស់ខ្ញុំបើថ្ងៃស្អែករកអាហារមិនបានទៀតប្រហែលខ្ញុំមិនអាចរស់ទេដើមពោតចាស់ហេតុដូច្នោះក៏បកស្លឹកកវើកហើយនិយាយដោយសំឡេងទន់ភ្លន់ថាកូនចាប់ឲ្យកុំអស់សង្ឃឹមមនុស្សឬសត្វដែលចេះអត់ធ្មត់និងមានចិត្តល្អទេវតាតែងជួយថែរក្សាកូនចាប់សួរវិញតែខ្ញុំតូចណាស់ខ្សោយណាស់តើអាចធ្វើអ្វីបានទៅដើមពោតឆ្លើយថាការល្អមិនស្ថិតនៅលើកម្លាំងធំឬតូចទេតែស្ថិតនៅលើចិត្តថ្ងៃបន្ទាប់ខណៈកូនចាប់កំពុងហោះរកអាហារវាបានឃើញស្រមោចជាច្រើនកំពុងលង់ទឹកនៅក្នុងរណ្ដៅតូចមួយក្រោយភ្លៀងទោះខ្លួនឯងកំពុងឃ្លានក៏ដោយវាបានហោះទៅយកស្លឹកឈើតូចទម្លាក់ចុះឲ្យស្រមោចឡើងសង្គ្រោះជីវិតមេស្រមោចនិយាយអរគុណថាថ្ងៃណាមួយពួកយើងនឹងតបស្នងគុណអ្នកជាមិនខាន2-3ថ្ងៃក្រោយមកមានក្មេងប្រុសម្នាក់យកឃ្នោះមកចាប់សត្វបក្សីនៅក្រោមដើមពោតកូនចាប់មិនដឹងខ្លួនក៏ហោះចុះមករកគ្រាប់ស្រូវចិត្តឃ្នោះនោះភ្លាមស្រមោចទាំងឡាយបាននាំគ្នាវាឡើងខាំជើងក្មេងប្រុសក្មេងនោះឈឺខ្លាំងក៏ទម្លាក់ឃ្នោះចោលកូនចាប់ភ្ញាក់ខ្លួនទាន់ហោះគេចផុតពីគ្រោះថ្នាក់វាត្រឡប់មកលើដើមពោតហើយនិយាយទាំងរំភើបថាខ្ញុំទើបដឹងថាអំពើល្អតូចមួយក៏អាចជួយជីវិតយើងវិញបានដែរដើមពោតចាស់បកស្លឹកស្រាលហើយនិយាយថាអ្នកដែលសាបព្រោះអំពើល្អទោះតិចតួចក៏ដោយថ្ងៃណាមួយនឹងទទួលផលល្អវិញជាមិនខានចាប់តាំងពីថ្ងៃនោះមកកូនចាប់តូចរស់នៅយ៉ាងសប្បាយរីករាយហើយតែងជួយសត្វដទៃនៅក្នុងព្រៃអ្នកភូមិដែលឆ្លងកាត់ដើមពោតក៏តែងញាសំឡេងចាប់ច្រៀងពីរោះដូចជាបទចម្រៀងនៃសេចក្តីមេត្តា